សួស្តីអ្នកសិក្សាអ្នកគ្នាចឹងថ្ងៃហ្នឹងយើងមកបន្តមេរៀនសម័យកាលអាណិគមរបស់យើងតទៀតចឹងថ្ងៃហ្នឹងយើងសិក្សាអំពីទម្រង់ទី2ចឹងទម្រង់សម័យកាលដែលមានពីរសន្សំគឺ f នៃ a ហើយនិង f នៃ b ឬមួយក៏យើងអាចនិយាយបានថា f នៃ a បូក f នៃ b ស្មើ c ចឹងទៅចឹងរបៀបនៃការដំណោះស្រាយវាគឺទី1គឺយើងត្រូវតាំង a ហ្នឹងគឺស្មើតេឬមួយក៏អ្នកនរគ្នាអាចតាំងa ហ្នឹងគឺស្មើនឹងអញ្ញត្តិអីក៏បានដែរឲ្យតែខុសពីអញ្ញត្តិដែលគេដាក់ក្នុងប្រធានហ្នឹងចឹង អឺបន្ទាប់មកយើងទាញរកអញ្ញត្តិ x គឺជាអនុគមនៃតេតែជាទូទៅគេនិយមតាំងសមីការអនុគមគឺជាអញ្ញត្តិ x ហើយដល់ពេលគេដំណោះស្រាយអញ្ចឹងគេតាំងតេហើយកាយអញ្ចឹងទៅតោះហើយបន្ទាប់ពីយើងទាញ x ជាអនុគមនៃតេហើយគឺយើងជួសចូលក្នុង a b c នេះ a b c នៅក្នុងសមីការនេះសមីការដើមរបស់គេនេះអញ្ចឹងបន្ទាប់មកអឺបន្ទាប់មកគេឲ្យមិនទៀតបន្ទាប់មកបើសិនជាយើងតាំងអត់ចេញទៀតបើយើងតាំងមួយនឹងហើយអត់ចេញណាដោយសារតែនៅក្នុងមេរៀនមុននៅក្នុងទម្រង់ទី1គឺនៅពេលដែលយើងតាំងមួយហើយគឺវាចេញមកហើយយើងគ្រាន់ដោះស្រាយធម្មតាទៅចេញហើយក៏ប៉ុន្តែនៅក្នុងទម្រង់ទី2នេះគឺយើងតាំងតែម្ដងគឺអត់ចេញទេយើងត្រូវតាំងពីរដងបានវាចេញអញ្ចឹងយើងបន្ទាប់មកយើងតាំង b ម្ដងយើងតាំង b ស្មើជាមួយនឹង k តមកយើងទាញរក x ហ្នឹងគឺជាអនុគមនៃ k ម្ដងហើយតមកយើងជួសចូល a b c ម្ដងទៀតយើងបង្កើតបានតំណែង2បន្ទាប់ពីយើងទាញបានតំណែង1និង2ហើយគឺយើងអាចចងជាប្រព័ន្ធសមីការបានឬមួយក៏យើងមិនបាច់ចងជាប្រព័ន្ធសមីការទេយើងអាចដោះស្រាយយកតែម្ដងក៏បានដែរហើយបន្ទាប់មកយើងដោះស្រាយទាញរក f នៃ x មកជាការស្រេចទេអញ្ចឹងសមីការអនុគមទម្រង់ទី2នេះគឺអត់មានភាពស្មុគស្មាញច្រើនទេគ្រាន់តែទាមទារឲ្យយើងយល់ដឹងពីការតាំងហើយនឹងដោះស្រាយប្រព័ន្ធសមីការតិចតួចទេកន្លែងហ្នឹងតោះចាឥឡូវយើងមើលឧទាហរណ៍ចឹងគេឲ្យរកអនុគម fx ដោយដឹងថាចំពោះគ្រប់ x ខុសពី0 f នៃ x បូកជាមួយ f មួយនៅលើ x ដក1ស្មើជាមួយនឹង x បូក1ដកជាមួយនឹង1លើ x ចឹងនេះខ្ញុំតាំងដោយសមីការមួយទៅចុះបន្ទាប់មកខ្ញុំដំណោះស្រាយវាគឺជំហានទី1គឺយើងត្រូវតាំង a ស្មើតេត្រូវអត់ចឹងដោយសារតែ a នេះ a ហ្នឹង x ស្រាប់ចឹងមិនតាំងអាហ្នឹងទេចឹងយើងកលេចមើលខាងនេះវិញនេះកលេចមើលខាងនេះគឺ1នៅលើ x ដក1ចឹងបន្ទាប់មកខ្ញុំគិតថាខ្ញុំចង់តាំងវាស្មើតេចឹងខ្ញុំដាក់មកតាំងតេស្មើជាមួយនឹង1នៅលើ1ដក x ចឹងបន្ទាប់មកគឺយើងត្រូវទាញរកអញ្ញត្តិ x បន្ទាប់ពីទាញរកអញ្ញត្តិ x ជាអនុគមនៃតេហើយគឺយើងជួសចូលអាដើមវិញតោះចាឥឡូវយើងមើលបើខ្ញុំចង់ទាញរកនេះខ្ញុំបោះមកខាងនេះចេះបានទេចឹងខ្ញុំបាន1ដក x ស្មើជាមួយនឹង1លើតេខ្ញុំច្រាស់មកវិញណាចឹងបន្ទាប់មកខ្ញុំចង់ទាញរកតម្លៃ x ចឹងខ្ញុំទាញបាន x ស្មើនឹងដល់ពេលដែលខ្ញុំបោះ x ទៅខាងនេះហើយតេមកខាងនេះបាន1ដក1លើតេចឹងខ្ញុំបានតេដក1នៅលើតេចឹងបន្ទាប់មកយើងយកអានឹងជួសចូលក្នុងមួយមកយើងដាក់មកតាម1ចឹងគេបានអានេះ f នៃ x វាឡើងទៅជា f នៃ x ទៀតហើយវាទៅជា f នៃតេដក1នៅលើតេដោយសារតែ x ហ្នឹងគឺយើងជួសដោយតេដក1លើតេដល់ពេលបូកអានេះទៅជា f នៃ តេវិញអញ្ចឹងស្មើជាមួយនឹងតេដក1លើតេបូកឲ្យ1អានេះបញ្ច្រាស់មកវិញមកបញ្ច្រាស់មកវិញដោយសារ1លើ x យើងបញ្ច្រាស់ទៅយើងបានតេនៅលើតេដក1អញ្ចឹងបន្ទាប់មកយើងកណនាតទៀតមកតាមមូលនឹងអឺ f នៃតេដក1នៅលើតេបូកឲ្យ f នៃតេវាស្មើនឹងយើងកណនាវាទៅយើងតម្រូវភាគបែករួមរបស់វាគឺអឺតេកតាតេបូក1ចឹងកន្លែងនេះខ្ញុំបានចេះខ្ញុំបានតេកតាតេដក1ចឹងកន្លែងនេះកន្សំតេដក1នេះគឺខ្វះតេដក1ចឹងយើងគុណជាមួយនឹងតេដក1ទៅបានតេដក1លើជាការ៉េបូកឲ្យដោយសារ1នេះគឺអត់មានភាគបែកទេចឹងចឹងនៅពេលដែលយើងតម្រូវភាគបែកទៅវាបានតេដក1កតាតេ
đoឲ្យអានេះវាខ្វះតេចឹងគុណតេវាទៅបានតេការ៉េបន្ទាប់មកយើងបូកដកគុណចែកទៅយើងបានមិនចឹងឥឡូវយើងគុណមួយយើងមើលតោះចឹងឥឡូវយើងបានចេះយើងបានតេការ៉េដកពីតេបូក1បូកឲ្យតេការ៉េដកតេដកតេការ៉េនៅលើតេកតាតេដក1ចឹងឥឡូវយើងមើលបន្តទៅទៀតយើងមើលបន្តទៅទៀតយើងសាក់មុំមកយើងបាន f នៃតេដក1នៅលើតេបូកឲ្យ f នៃតេគឺស្មើនឹងឥឡូវយើងស៊ីសងហើយយើងគិតមើលក្រាស់មុនអឺយើងមើលចឹងកន្លែងនេះតេនិងតេការ៉េអស់ចឹងនៅសល់តែតេការ៉េដក3តេបូក1តោះយើងបានចឹងយើងបានតេការ៉េដក3តេបូក1ចឹងនៅសល់តេការ៉េដក3តេបូក1នៅលើតេកតាតេដក1ចឹងកន្លែងនេះអស់អីសម្រួលទៀតហើយបន្តមកខ្ញុំបដូរខ្ញុំដាក់មកជួជួតេហ្នឹងដោយ x ចឹងគេទាញបានចេះគេទាញបាន f នៃ x ដក1នៅលើ x បូកជាមួយនឹង f នៃ x គឺវាស្មើជាមួយនឹង x ការ៉េដក 3x បូក1នៅលើ x កតា x ដក1ខ្ញុំបង់វាទៅជាសមីការ2វារៀងស្មុគស្មាញបន្តិចកន្លែងហ្នឹងបន្ទាប់មកខ្ញុំយកសមីការទី1ដែលខ្ញុំតាំងដកនឹងសមីការទី2ដោយសារតែកន្លែងហ្នឹងគឺមាន f នៃ x ដូចគ្នាអញ្ចឹងគោលបំណងខ្ញុំកន្លែងហ្នឹងគឺខ្ញុំចង់បំបត្តិ f នៃ x ចោលសិនហើយបន្តមកយើងទាញរកអញ្ញត្តិថ្មីតទៅទៀតតោះចាឥឡូវយើងមើល1ដកនឹង2អញ្ចឹងគេទាញបាន f នៃ x និង f នៃ x សម្រួលអស់អញ្ចឹងនៅសល់ f នៃ1នៅលើ1ដកឲ្យ x ដកជាមួយនឹង f នៃ x ដក1នៅលើ x អញ្ចឹងវាស្មើនឹង x បូក1ដក1លើ x ដកជាមួយនឹង x ការ៉េដក 3x បូក1នៅលើ x កតា x ដក1តោះឥឡូវយើងបន្តទៅមុខទៀតអញ្ចឹងកន្លែងនេះគេបាន1 f នៃ1លើ x ដក1ដកជាមួយនឹង f នៃ x ដក1នៅលើ x គឺវាស្មើជាមួយនឹងអានេះយើងតម្រូវភាគបែងវាទៅហើយបន្តមកយើងស៊ីសងអញ្ចឹងកន្លែងនេះតម្រូវភាគបែងយើងបានអឺកន្លែងនេះតម្រូវភាគបែងរួមគឺ x កតាជាមួយនឹង x ដក1បាទអញ្ចឹងកន្លែងនេះខ្ញុំបានបើគិតចេះទៅវាអាចស្រួលជាងខ្ញុំគិតថាចេះដាក់ចេះ x បូក1កតា x ដក1តោះបាន1ដកឲ្យ x ដក1ដកនឹង x ការ៉េបូក 3x ដក1នៅលើ x ដក1កតាឲ្យ x យើងស៊ីសងតទៅទៀតយើងបានស្មើនឹងអាឡ័យនេះx បូក1កតា x ដក1គឺចូល a ការ៉េដក b ការ៉េអញ្ចឹងបាន x ការ៉េដក1ខ្ញុំបាន x គីបដកឲ្យ x ខ្ញុំកាត់កន្លែងហ្នឹងតិចទៅដកឲ្យ x បូក1ដក x ការ៉េបូក 3x ដក1នៅលើ x កតា x ដក1អញ្ចឹងស៊ីសងតទៅទៀតយើងបានប៉ុន្មានយើងបានដល់សល់យើងបានដល់សល់កន្លែងនេះនៅសល់ x គីបដក x ការ៉េ
បូកឲ្យ x នៅលើ x កតា x ដក1បន្ទាប់មកខ្ញុំចាប់ x កតាយើងសម្រួល x ចោលទៅដោយសារខាងលើមាន x ដូចគ្នា x កតាដូចគ្នាអញ្ចឹងយើងនៅសល់ x ការ៉េដកជាមួយនឹង x បូក1នៅលើ x ដក1អូខេអញ្ចឹងយើងបានអានេះសមីការថ្មីខ្ញុំបង់ដោយលេខ3តោះអញ្ចឹងបន្ទាប់មកយើងគិតតទៅទៀតឥឡូវខ្ញុំមានកំណត់ថាខ្ញុំចង់តាំងការម្ដងការស្មើជាមួយនឹង1នៅលើ1ដក x នេះហើយបន្ទាប់មកខ្ញុំទាញរកតម្លៃការតម្លៃ x ដែលជាអនុគមនៃការអញ្ចឹងខ្ញុំទាញរកតម្លៃ x ខ្ញុំបាន1ដក x នេះវាស្មើ1លើការអញ្ចឹងបន្ទាប់មកខ្ញុំទាញរកតម្លៃ x មកខ្ញុំបាន x ស្មើជាមួយនឹង1ដកជាមួយនឹង1នៅលើការវាស្មើជាមួយនឹងការដក1នៅលើការអញ្ចឹងបន្ទាប់មកខ្ញុំជួសចូលក្នុងសមីការ3តាម3គេបានអីគេតាម3គេបាន f នៃការដកឲ្យ f កន្លែងនេះអឺឃើញកន្លែងដូចគ្នានេះx ដក1លើ x នេះចឹងកន្លែងហ្នឹងខ្ញុំអាចទៅសេបាននៅពេលដែលយើងជួសការស្មើនឹងនៅពេលដែលយើងជួសតម្លៃ x ស្មើជាមួយនឹងការដក1ចូលទៅយើងអាចសម្រួលការនឹងការបានបន្ទាប់មកវាបានដល់សល់ចេះនេះយើងអាចគណនាក្នុងសភៅនេះតិចទៅដោយសារកន្លែងនេះខ្ញុំសុំកាត់តិចហើយអញ្ចឹងវាបានចេះវាបាន f នៃ1ដក1នៅលើដក1នៅលើការដក1កន្លែងនេះដក1នៅលើការដក1អញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែជួសតម្លៃ x ចូលទៅក្នុងនេះតម្លៃ x នេះតម្លៃ x ដែលជារបស់ការជួសចូលក្នុងទៅយើងគណនាទៅគឺឃើញប៉ុណ្្នឹងហើយតោះអញ្ចឹងបន្តមកទៀតយើងគណនាតទៅទៀតទៅយើងបានដោយសារតែសមីការអនុគមហ្នឹងគឺវែងអញ្ចឹងខ្ញុំសុំកាត់បន្តិចបន្តួចឯកន្លែងនេះបានការដក1យើងជួសចូលនេះជួសចូលមកការដក1នៅលើការបូកនឹង1នៅលើការដក1នៅលើការដកឲ្យ1អញ្ចឹងកន្លែងនេះសុំកាត់តិចហើយអធិស្ឋានផងអញ្ចឹងគេបានវាស្មើជាមួយនឹងការដក1នៅលើការដកឲ្យការអញ្ចឹងវានៅសល់ការដក1ដកឲ្យការការ៉េនៅលើការបន្ទាប់មកយើងបដូរពីការទៅដល់ x បដូរពីការទៅ x មកអញ្ចឹងគេបានចេះគេបាន f នៃ x ដក f នៃ1នៅលើ1ដក x វាស្មើនឹង x ដក1ដកឲ្យ x ការ៉េនៅលើ x អូកន្លែងនេះអត់មានដកទេនេះសំទោសកន្លែងនេះតិចតោះអញ្ចឹងគេបានតទៅទៀតយើងដាក់មកតាម1បូកឲ្យ4 1បូកឲ្យ4គេបានចេះគេបាន2f នៃ x ស្មើជាមួយនឹង x បូក1ដកឲ្យ1លើ x បូកឲ្យ x ការ៉េដក1ដក x ការ៉េនៅលើ x ចឹងយើងគណនាទៅយើងបានវាស្មើជាមួយនឹង 2x ដក2នៅលើ x ចឹងគេទាញបាន f នៃ x
2និង2សម្រួលអស់នៅសល់ x ដក1នៅលើ x អញ្ចឹងដូចនេះ f នៃ x ដែលយើងរកឃើញគឺស្មើជាមួយនឹង x ដក1នៅលើ x តោះអញ្ចឹងលំហាត់សមីការអនុគមមួយនេះវាអាចនឹងវែងបន្តិចអញ្ចឹងបើមានចម្ងល់កន្លែងណាអាចសួរឆាតសួរខ្ញុំបន្ថែមមកដោយសារតែក្នុងនេះអាចនឹងថាបញ្យល់អត់បានខ្វះខ្វាយទេដោយសារតែពេលវេលាគឺវាខ្លីពេកបើវាអាចនឹងវែងអញ្ចឹងអឺបើសិនជាមានចម្ងល់កន្លែងណាអត់យល់កន្លែងណាអាចឆាតសួរខ្ញុំបន្ថែមបានទាក់ទងជាមួយសមីការអនុគមទំនងទី2នេះអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងអញ្ចឹងសូមអរគុណនិងសូមជម្រាបលាអឺបើសិនជាមានពេលបន្ថែមទៀតខ្ញុំនឹងព្យាយាមបង្កើតវីដេអូទាក់ទងជាមួយមេរៀនផ្នែកតទៅទៀតបាទសូមអរគុណ